បាទអញ្ចឹងដើម្បីធ្វើការលក់បានយើងត្រូវមានព័ត៌មានមួយទៀតដែរគឺតកតងជាមួយនឹង seller អញ្ចឹង seller គឺយើងចូលមកក្នុងយើងបង្កើតជា staff ឬក៏ agency ឬក៏ mentor មកអញ្ចឹងឧទាហរណ៍ក្នុង staff មួយខ្ញុំត្រូវបង្កើតអញ្ចឹងចុចនៅលើហ្នឹងមកខ្ញុំដាក់ឈ្មោះថាឈ្មោះជាភាសាខ្មែរដូចថាសានលាក់អីចឹងទៅណាបាទហើយខ្ញុំកន្លែងនេះខ្ញុំដាក់សានលាក់ជាភាសាអង់គ្លេសបាទលេខទូរស័ព្ទខ្សែទី1ប្រហែលខ្ញុំដាក់ចូលមកអញ្ចឹងលេខទូរស័ព្ទខ្សែទី1នេះវានឹងយកធ្វើជា username សម្រាប់ឲ្យគាត់ login password យើងអាចចុចលើសញ្ញាផ្នែកនេះដើម្បីមើល1 2 3យើងត្រូវតែដាក់បាទដើម្បីគាត់មានសិទ្ធិ login ចូលមើលព័ត៌មានរបស់គាត់ហើយ address គឺត្រូវតែដាក់ខ្ញុំឧទាហរណ៍ថាភ្នំពេញសិនចុះភ្នំពេញបាទអញ្ចឹងរក្សាទុកមកបាទជាទៅវាត្រូវការ email ខ្ញុំសាក testing សិនបាទយើងដាក់ជាការ testing រក្សាទុកបាទអញ្ចឹងយើងបញ្ចូលបានហើយអញ្ចឹងគឺជា seller យើងអាចធ្វើការ edit បានបាទយើងអាចធ្វើការ edit បាទបន្ទាប់មកយើងតែប៉ុណ្្នឹងទេតើតើជាមួយនឹង seller យើងអាច manage ព័ត៌មានរបស់គាត់បាននៅក្នុងកន្លែងហ្នឹងបាទ